BA ម្នាក់ត្រូវបានប្តីរបស់ CEO មួយរូបលួងលោមរហូតគាត់សម្រេចចិត្តរួមរស់នៅជាមួយដែលសន្យាថានឹងធ្វើឲ្យគាត់ល្បីឈ្មោះហើយឲ្យគាត់ល្បីជាង BA ដទៃទៀតក្នុងចំណោមក្រុមខ្ញុំគាត់ក៏ជ្រុលជ្រោះរស់នៅជាមួយនឹងប្តីរបស់ CEO ម្នាក់នោះរហូតដល់ផ្លាត់មានកូនហើយបន្ទាប់មកខាងប្រុសក៏និយាយថាឲ្យដកកូននឹងចេញទៅព្រោះឆុងឆ្នាំអត់ទាន់ចង់បានឥឡូវទេតែទីបំផុតខាង CEO ខាងនោះបែរជាមានកូនទៅវិញហើយ CEO ខាងនោះទុកកូនបានដល់នេះឃើញអញ្ចឹងការទុកមិនសុខចិត្តនឹកដល់កូនរបស់ខ្លួនឯងដែរក៏ទៅសេ status ដើម្បីនិយាយអំពីចំណាប់អារម្មណ៍របស់ខ្លួនឯងទាំងដែលបញ្ជាក់ទៀតថា CEO នឹងទុកចិត្តប្តីខ្លួនឯងខ្លាំងតែធៀបពិតនឹងគឺលួចក្បត់ពីក្រោយខ្នងហើយក៏មានមនុស្សគ្រប់គ្នា share សួររកហើយ mention ទៅអ្នកនេះ mention ទៅអ្នកនោះហើយក៏គិតថាជាអ្នកនេះគិតថាជាអ្នកនោះធ្វើឲ្យមនុស្សគ្រប់គ្នាចោទជាសញ្ញាសួរហើយសម្រាប់អ្នកដែលចង់ដឹងរឿងគេឬក៏មិនចង់ដឹងរឿងគេក៏បើកមកប៉ះអញ្ចឹងសម្រាប់ករណីនេះបើវាជាការពិតជនរងគ្រោះនៅតែជាមនុស្សស្រីមិនថា BA មិនថា CEO ហើយអ្នកដែលបង្កគឺនៅតែជាមនុស្សប្រុសហេតុអ្វីប្រពន្ធខំប្រឹងរកស៊ីមានបានសល់លុយសល់កាក់មានកិត្តិយសមានមុខមាត់គ្រាន់តែលះបង់តណ្ហាក្រាស់បែបជាមនុស្សប្រុសស្មោកគ្រោកដើម្បីប្រពន្ធអត់បានទេឬហេតុអីអត់មានអារម្មណ៍ថាខ្លួនឯងមានសំណាងដែលមនុស្សប្រុសគ្រប់គ្នាមានតែប្រពន្ធលាដៃសុំលុយហើយយើងមានតែប្រពន្ធរលុយដែលមិនបាច់ចាំបាច់លាដៃសុំលុយពីយើងគ្រាន់តែលះបង់ភាពស្មោកគ្រោកជាមនុស្សប្រុសហើយកុំស៊ីរបស់ក្បាយក្លៀកអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់ប្រពន្ធទាំងដែលប្រពន្ធកំពុងតែមានកូនមានអីហ្នឹងហេតុអីក៏ធ្វើអញ្ចឹងអត់បានចំណែក IBA វិញយើងក៏ជាមនុស្សស្រីហេតុអីបានយើងសម្រេចចិត្តធ្វើបែបហ្នឹងហើយបើហ៊ានធ្វើហើយហេតុអីក៏មិនព្រមកប់វាក្បត់ចោលទៅនៅរំលឹកវាមកធ្វើអីទៀតយើងគិតថាយើងជួបរឿងប៉ុណ្ណឹងឈឺចាប់ចោះប្រពន្ធគេដែលគេខំប្រឹងរកស៊ីព្រឹកល្ងាចណាអត់គិតពីការនឿយហត់ព្រោះមនុស្សស្រីមួយដែលខ្លាយជា CEO ឬរកស៊ីមានបានមួយអត់អាចរកស៊ីលេងបានទេចាអត់អាចផ្លូវចិត្តដូចមន់ស្ងោបានទេគឺត្រូវតែដូចមន់ជុលបានអាចទៅមុខបានរកស៊ីឈរនៅលើវិថីអនឡាញបានចាអញ្ចឹងសួរថាតើយើងខ្លួនឯងនេះដែលចេញមកនិយាយហ្នឹងដើម្បីអ្វីហេតុអ្វីក៏មិនទុកមុខខ្លួនឯងសម្រាប់អនាគតស្វាមីខ្លួនឯងនៅថ្ងៃអនាគតទៅព្រោះយើងក៏មានកំហុសនៅក្នុងហ្នឹងដែរទ្វារនៅដៃយើងតាយើងអ្នកបើកតាបើយើងកុំបើកគឺអត់មានរឿងអីកើតឡើងទេបើយើងកុំលុបលន់ក៏យើងអត់មានរឿងនឹងកើតឡើងដែរហើយកុំនិយាយថាមកពីមនុស្សប្រុសលួងលោមវាត្រូវឯងមនុស្សប្រុសគឺលួងលោមមនុស្សស្រីអន្តជាតិមនុស្សប្រុសអន់ភ្នែកតែយើងត្រូវចេះទាញកម្មផលបនបាបនិងរនាំងនៃច្បាប់យកមកពាំងពីមុខផងហើយនឹងមួយទៀតគឺសន្តិសម្បញ្ញៈក្នុងនាមជាមនុស្សដឹងថាអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើអាហ្នឹងបើវាជារឿងប៉ិតហើយបើវាជារឿងប៉ិត CEO ម្នាក់នោះសង្ឃឹមថាគាត់នឹងរឹងមាំបន្តទៀតហើយគិតថាទុកឲ្យកម្មជាអ្នកដោះស្រាយហើយធ្វើចិត្តឲ្យល្អទោះក្នុងកំឡុងពេលមានផ្ទៃពោះឬក្រោយសម្រាប់កូនហើយសូមកុំបាក់ទឹកចិត្តព្រោះយើងបានដើរមកឆ្ងាយហើយខ្ញុំលើកទឹកចិត្តព្រោះសម្រាប់កណិកាពេលដែលស្ដាប់រឿងនឹងហើយទោះគិតច្រកណាក៏ខ្ញុំនៅអាណិតភេទជាមនុស្សស្រីដដែលព្រោះមនុស្សស្រីរងកម្មខ្លាំងណាស់ហេតុអីបានកណិកានិយាយបែបហ្នឹងមនុស្សស្រីណាទោះបីខំមនុស្សផ្លូវចិត្តខ្លួនឯងថាសំណាងបែបនេះបែបនោះកើតមកត្រូវធ្វើខ្លួនស្អាតបែបនេះបែបនោះតែមនុស្សស្រីនៅតែទទួលបន្ទុកជាច្រើនជាពិសេសមនុស្សស្រីនៅអាស៊ីត្រូវប្រឹងរកលុយផងមើលការក៏ត្រូវគ្រួសារផងផ្គត់ផ្គង់ផ្លូវចិត្តប្តីផងបើលកឹកណាធ្វើមិនបានល្អចំណុចណាមួយនឹងត្រូវបាត់បង់ប្តីចេញពីខ្លួនហើយពេលនោះហើយដែលធ្វើឲ្យខ្លួនឯងឈឺចាប់បាក់ទឹកចិត្តទៅមុខអត់រួចទៅក្រៅអត់រួចខុសពីមនុស្សស្រីនៅអឺរ៉ុបគឺគេដឹងតែពីធ្វើការគេប្រវត្តិធ្វើការចាបងថាមើលកូនគេរវល់មើលកូនហើយមនុស្សប្រុសតែចាប់ផ្ដើមមានប្រពន្ធមានអីហើយមនុស្សប្រុសនៅអឺរ៉ុបគឺចាប់ផ្ដើមមានទទួលខុសត្រូវដោយសារតែច្បាប់របស់គេហ្នឹងគឺរឹតបន្តឹងលើមនុស្សប្រុសខ្លាំងសម្រាប់មនុស្សប្រុសនៅស្រុកខ្មែរយើងខ្លះក៏ស្ថិតនៅក្នុងចំណងនេះច្បាប់ខ្លះទៀតក៏ប្រើពាក្យតែមួយម៉ាត់ថាអត់លុយហើយក៏ដើរចោលកូនដើរចោលប្រពន្ធអត់អាហារកិច្ចចិញ្ចឹមកូនអីចឹងទៅហើយមនុស្សស្រីខ្លះអាចដឹងថាមនុស្សប្រុសនឹងអត់មានទំនួលខុសត្រូវអញ្ចឹងហើយនៅតែយកខ្លួនទៅបៀតទៀតហើយច្បាប់កន្លែងការងារខ្លះអត់ព្រមសង្កត់ទៅលើមនុស្សប្រុសមួយចំនួនដែលអាងខ្លួនឯងមានយសមានស័ក្តិមានអំណាចមានលុយមានកាក់ក្បត់ប្រពន្ធប៉ុតកូនទៅធ្វើរឿងទាំងអស់ហ្នឹងហើយមនុស្សស្រីខ្លះក៏ចេះតែយកអត់មើលមុខអត់មើលក្រោយទៅទៀតអត់ខ្វល់ថាចិត្តស្រីដូចគ្នាណាចាអាហ្នឹងបើវាជារឿងប៉ិតតែបើវាជារឿងប្រឌិតដើម្បីសេចក្តីសុខខ្លួនឯងឈ្នានីសគេមិនបន្តិចហ្នឹងហើយបុគ្គលម្នាក់ហ្នឹងយើងចង់ឈ្នះហ្នឹងតែយើងបានធ្វើបាបផ្លូវចិត្តរបស់មនុស្សស្រីដែលជា
អ្នកកំពុងមានផ្ទៃពោះនិងអ្នកក្រោយសម្រាប់ជាច្រើនអ្នកសួរថាធ្វើអញ្ចឹងដើម្បីអីកម្មកងកម្មរតេច្បាប់កម្មផលអត់រត់ចោលមនុស្សទេហើយកម្មហើយនឹងផលគឺវានៅទន្ទឹមគ្នាគ្រប់ពេលវេលាអត់ចាំបាច់ថានរកស្ថានសួគ៌ចាំជាតិក្រោយគឺនៅក្នុងជាតិនឹងដឹងអត់ថាមនុស្សស្រីកំពុងមានផ្ទៃពោះត្រូវការការថ្នាក់ថ្នមពីប្តីហើយមនុស្សស្រីមានផ្ទៃពោះអារម្មណ៍ប្រែប្រួលគ្រប់ពេលជាងមនុស្សស្រីដែលមករដូវផងចាអញ្ចឹងសួរថាទោះបីគាត់ទុកចិត្តឬមិនទុកចិត្តតែរឿងនេះវាឃើញហើយវានឹងទទួលអារម្មណ៍មួយនៅក្នុងផ្លូវចិត្តហ្នឹងហើយទាំងនៅមនុស្សស្រីត្រូវការផ្លូវអារម្មណ៍ល្អពេលកំឡុងពេលមានផ្ទៃពោះហើយហេតុអីបានមកទទួលអារម្មណ៍សង្ស័យបែបហ្នឹងឬក៏មកគិតគូររឿងទាំងអស់ហ្នឹងហើយវាដកជាប់នៅក្នុងអារម្មណ៍បែបហ្នឹងអាហ្នឹងហើយដែលគេហៅថាបាបពួកមនុស្សស្រីមានផ្ទៃពោះពេលឃើញលក់ដូរគេជួយទិញព្រោះបានបុណ្យបើឃើញមនុស្សស្រីមានផ្ទៃពោះឃ្លានអីមួយគេទិញយកទៅឲ្យដើម្បីបានបុណ្យបើឃើញមនុស្សស្រីមានផ្ទៃពោះកំពុងតែលំបាកគេប្រញាប់ទៅជួយព្រោះហ្នឹងបានបុណ្យគុណនឹង2គុណនឹង3ចោះយើងនេះមកបំពុលអារម្មណ៍ផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះឬក្រោយសម្រាលនេះអត់គិតថាបាបធ្ងន់ទេឬបើសិនជារឿងនឹងជារឿងប្រឌិតដូច្នេះទាញត្រឡប់មកវិញនៅក្នុងរង្វង់ណាក៏ដោយគឺមនុស្សស្រីនៅតែជាជនរងគ្រោះក្នុងនាមជាមនុស្សស្រីត្រូវយល់ពីគ្នាឲ្យបានច្រើនហើយបើមានរឿងអីកើតឡើងបន្ទោសមនុស្សប្រុសឲ្យបានមុនមនុស្សស្រីហេតុផលអីមនុស្សប្រុសគឺជាដើមចំនៃបញ្ហាមនុស្សស្រីតែងតែបោចសក់គ្នាទៅដើមយកត្រូវដើម្បីការពារមនុស្សប្រុសម្នាក់ទាំងដែលមនុស្សប្រុសគឺជាអ្នកបង្ហាញនិងបង្កើតបញ្ហាគ្រប់យ៉ាងទាំងអស់ដូច្នេះប្រមូលអារម្មណ៍ហើយសមាធិផ្លូវចិត្តបើសិនជារឿងនឹងជារឿងប៉ັດសុំស្ងាត់ទៅកុំលើកយកមកនិយាយធ្វើអីទៀតវាអត់បានប្រយោជន៍អីទាំងអស់ទាំងខ្លួនអ្នក BA ហ្នឹងទាំងខ្លួនអ្នក CEO ហ្នឹងអត់បានប្រយោជន៍អីទាំងអស់ហើយប្តីម្នាក់នឹងសូមមេត្តាកាយខ្លួនប្រយ័ត្នលើកនេះរួចខ្លួនលើកក្រោយអាចនឹងមិនរួចខ្លួនទេព្រោះពេលកម្មវាតាមតន់យើងទៅបុណ្យវារត់អត់តន់កម្មមកតន់មុនจะគ្រប់យើងនឹងឃើញសឃើញខ្មៅនៅក្នុងយុគ9តែបើរឿងនឹងជារឿងមិនប៉ັດសូមមេត្តាបញ្ឈប់ដូចគ្នាហើយកុំរំលឹកហើយកុំប្រើវិធីសាស្ត្របែបហ្នឹងវាបាបខ្លាំងណាស់ខ្ញុំប្រាប់តាមមួយម៉ាត់ថាបាបបងប្អូនហើយបាបគឺមានប៉ັດនៅលើលោកនេះអត់ចាំជាតិក្រោយទេកុំរស់នៅក្រោមក្នុងវិបដិសារីមុនពេលយើងស្លាប់ពីព្រោះត្រូវចាំថាមនុស្សត្រូវត្រឡប់ទៅវិញជាមួយនឹងអារម្មណ៍ល្អបានយើងទៅកើតចាប់ឋាននៅកន្លែងល្អតែយើងកើតចាប់ឋាននៅកន្លែងមិនល្អមកពីមុនយើងទៅនឹងយើងមានអារម្មណ៍ថាខុសចំពោះអ្នកណាម្នាក់សាងកំហុសចំពោះអ្នកណាម្នាក់កុំអារម្មណ៍មកឆាវធ្វើឲ្យយើងសាងកំហុសដោយមិនដឹងខ្លួនហើយសាងវិបដិសារីដែលមិនដឹងខ្លួន